តោនិងកូនកណ្ដុរតូចនៅពេលព្រឹកនៅក្នុងព្រៃជ្រៅមួយតោមួយក្បាលកំពុងដេកសម្រាកកាយនៅក្រោមដើមឈើជះម្លប់ត្រឈឹងត្រឈៃដ៏ធំមួយសក់របស់សត្វតោចាំងត្រូវពន្លឺព្រះអាទិត្យរំលេចចេញពណ៌មាសពោពេញទៅដោយអំណាចមានកូនកណ្ដុរមួយក្បាលកំពុងស្វែងរកចំណីនៅតាមកំពតស្មៅនៅក្បែរនោះដែរដោយមិនបានដឹងខ្លួនកូនកណ្ដុរបានរត់លើក្រញាំជើងរបស់សត្វតោដែលកំពុងដេកលង់លក់ហើយបានធ្វើឲ្យសត្វតោភ្ញាក់សត្វតោបានបញ្ចេញសំឡេងក្រហឹមហើយរលាស់ដៃនិងប្រើក្រញាំដែលមានកញ្ចក់មុតស្រួចរបស់ខ្លួនចាប់កូនកណ្ដុរតូចកូនកណ្ដុរតូចភ័យញ័រពេញរាងកាយពេលដែលសត្វតោចាប់ខ្លួនបានសត្វតោបាននិយាយទៅកាន់កូនកណ្ដុរតូចថាឯងពិតជាហ៊ានណាស់ធ្វើឲ្យយើងភ្ញាក់ពីដំណេកដ៏សុខស្រួលយើងត្រូវបរិភោគឯងជាចំណីកូនកណ្ដុរតូចទោះបីជាខ្លួនតូចក្តីតែមានភាពវាងវៃកូនកណ្ដុរតូចក៏តបទាំងភ័យថាបងតោអើយកុំបរិភោគខ្ញុំអីខ្ញុំតូចណាស់មិនអាចចំអែតក្រពះរបស់បងទេបើបងដោះលែងខ្ញុំសន្យាថានឹងមិនភ្លេចគុណបងទេហើយថ្ងៃណាមួយខ្ញុំច្បាស់ជានឹងជួយបងវិញមិនខានសត្វតោគ្រាន់តែឮសម្ដីនេះក៏ផ្ទុះសំណើចហើយនិយាយចំអកថាឯងនឹងជួយខ្ញុំតើកូនកណ្ដុរតូចដូចឯងអញ្ចឹងជួយស្ដេចសត្វព្រៃដូចខ្ញុំបានដោយរបៀបណាទៅប៉ុន្តែស្ដេចតោយល់ថាកូនកណ្ដុរតូចនេះចេះនិយាយបែបកំប្លែងធ្វើឲ្យខ្លួនសើចហើយពេញចិត្តក៏សម្រេចចិត្តមិនស៊ីកណ្ដុរជាអាហារហើយដោះលែងកណ្ដុរតូចឯងទៅចោះកូនកណ្ដុរយើងមិនស៊ីឯងទេច្រើនថ្ងៃបានកន្លងផុតទៅសត្វតោក៏មិនបានចងចាំរឿងរ៉ាវអំពីកូនកណ្ដុរតូចដែលខ្លួនបានដោះលែងពីថ្ងៃមុនដែរនៅរសៀលថ្ងៃមួយខណៈពេលសត្វតោកំពុងដើរប្រមាញ់ចំណីក្នុងព្រៃគាត់មិនបានឃើញអន្ទាក់ព្រានព្រៃដែលដាក់ក្រោមស្លឹកឈើគាត់បានដើរជាន់អន្ទាក់ហើយភ្លាមនោះសំណាញ់ដែលក្រាលលាក់លើដីបានក្រសោបតោព្យួរទៅលើមែកឈើសត្វតោបញ្ចេញសម្រែកកង់រំពងនិងព្យាយាមដោះខ្លួនតែនៅពេលដែលគាត់កាន់តែរើសំណាញ់កាន់តែរឹតតឹងឡើងគាត់បានដឹងខ្លួនថាมันអាចធ្វើអ្វីបានទេហើយយល់ថាជីវិតរបស់ខ្លួនត្រូវចប់ហើយប៉ុន្តែសម្រែករបស់សត្វតោបានធ្វើឲ្យកូនកណ្ដុរតូចស្ដាប់ឮហើយប្រញាប់រត់កាត់ស្មៅមកតាមសំឡេងហើយបានឃើញសត្វតោជាប់ក្នុងសំណាញ់កូនកណ្ដុរតូចនៅចំណាំថានេះជាសត្វតោដែលធ្លាប់ដោះលែងខ្លួនដោយមិនបងអង់យូរកូនកណ្ដុរតូចប្រញាប់ទៅខំកកេខ្សែពួរដោយប្រើធ្មេញតូចតែមុតស្រួយរបស់ខ្លួនកេហើយកកេទៀតមួយម្ដងកូនកណ្ដុរប្រឹងកកេយ៉ាងស្វាហាប់ហើយចុងក្រោយខ្សែពួរបានដាច់ម្ដងមួយរហូតអាចរំដោះសត្វតោចេញពីក្នុងសំណាញ់បានចុងក្រោយសត្វតោក៏មានសេរីភាពពីសំណាញ់របស់ព្រានដាច់តោបានអង្គុយសម្លឹងទៅកូនកណ្ដុរតូចដោយការដឹងគុណហើយនិយាយថាឯងបានសង្គ្រោះជីវិតខ្ញុំកូនកណ្ដុរតូចឥឡូវខ្ញុំបានដឹងហើយថាទោះបីជាកម្លាំងតូចក្តីក៏អាចជួយសម្រេចកិច្ចការធំបានដែរក្រោយពីឮពាក្យនេះចេញពីមាត់តោកូនកណ្ដុរត្រេកអរពោពេញទៅដោយមោទនភាពហើយតបថាដូចខ្ញុំធ្លាប់សន្យាអញ្ចឹងខ្ញុំ
នឹងជួយបងនៅថ្ងៃណាមួយមិនខានហើយខ្ញុំមិនដែលភ្លេចសន្យារបស់ខ្ញុំទេចាប់ពីថ្ងៃនោះមកសត្វតោនិងកូនកណ្ដុរបានក្លាយជាមិត្តល្អនឹងគ្នាសត្វតោបានដឹងថាការធ្វើសេចក្តីល្អមិនដែលគ្មានប្រយោជន៍នោះទេសូម្បីតែមិត្តសម្លាញ់តូចរបស់ខ្លួនក៏អាចសង្គ្រោះសត្វធំបានដែរគំនិតអប់រំក្នុងរឿងសេចក្តីល្អនិងការដឹងគុណមិនចេះសាបសូន្យសូម្បីតែសេចក្តីល្អដែលតូចមួយក៏អាចទទួលបានមកវិញនូវការតបស្នងដែលយើងមិននឹកស្មានដល់នៅពេលណាមួយមិនខាន